តោះបងប្អូនអ្នកណាខ្លះអត់ទាន់ចេះអេតកុងធនីគារចូលក្នុងគូប៉ាំងដើម្បីយើងកំងទិញអីវ៉ាន់ណាបងប្អូនដើម្បីងាយស្រួលក្នុងការវេប្រាក់អញ្ចឹងទៅកុំឲ្យពិបាកនៅពេលដែលយើងអេតកុងធនីគារចូលទៅគឺកាត់អូតូតែម្ដងតោះឥឡូវចូលមកទាំងអស់គ្នាបងប្អូនដើម្បីចុចចូលគូប៉ាំងមកយើងចុចរូបកន្លែងក្បាលមនុស្សបងប្អូនក្បាលមនុស្សហ្នឹងចូលមកទៀតបងប្អូនចុចទៅលើ menu រួចមកចូលមកទាំងបែបនេះបងប្អូនអូសចូលមកក្រោមបន្តិចមកយកពាក្យថា payment method មកចូលមកទៀតបងប្អូនជ្រើសរើសយកពាក្យ add payment method and pay now ចុចលើនឹងមកបងប្អូនជ្រើសរើសយកពាក្យ bank account យើង add account យើងចូលបងប្អូនដើម្បីគេកាត់លុយបងប្អូនប្រើធនាគារមួយណាជ្រើសរើសយកធនាគារមួយហ្នឹងទៅសម្រាប់ខ្ញុំប្រើ KB អញ្ចឹងយក KB ទៅមកយើងវាយលេខសម្ងាត់លេខកុងធនាគារយើងចូលបងប្អូនឥឡូវខ្ញុំវាយលេខកុងធនាគារខ្ញុំចូលបងប្អូនតែខ្ញុំមិនសុំបាត់ទេដោយសារតែវាជាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំលេខកុងធនាគារអញ្ចឹងមិនអាចឃើញទេបងប្អូនហ្នឹងហើយយើងវាយលេខកុងធនាគាររួចហើយវាយចូលនឹងឲ្យអស់បងប្អូនហើយខ្ញុំពងវាយចូលទៅមកចុចពាក្យ agree to all required ចុចពាក្យនេះមកហើយយើងចុច register មកបងប្អូននឹងវា verify ចូលក្នុង account យើងវាបញ្ចូលឲ្យមកវ៉ាន់ដល់មកយើងវាផ្ញើ message មកបងប្អូននឹងលោតមកហើយចឹងខ្ញុំចូលទៅយក message បងប្អូនទៅយកលេខអក្សរសម្ងាត់ដែលវាផ្ញើមកអក្សរ4ខ្ទង់នេះបងប្អូននេះខ្ញុំដាក់គូក្រហមហ្នឹងយើងយកអក្សរហ្នឹងមកដើម្បីវាយបញ្ចូលកន្លែងវាតម្រូវការយើងចូលលេខ4ខ្ទង់ហ្នឹងមកអក្សរ4ខ្ទង់ហ្នឹងបងប្អូនហើយយើងយកអក្សរហ្នឹងមកវាយចូលមកហ្នឹងហើយបងប្អូនឥឡូវនេះវាយចូលខាងក្រោមនេះបងប្អូននេះវាយអក្សរ4ខ្ទង់ដែលវាផ្ញើមកហ្នឹងវាយទៅ PHVT ហើយចុច OK បងប្អូនមកទៀតចូលដល់ចំណុចកន្លែងនេះគឺយើងជ្រើសរើសយកក្រុមហ៊ុនទូរស័ព្ទហ្នឹងបងប្អូនឥឡូវបងប្អូនភ្ជាប់ LAN ប្រភេទអីយើងឆ្លិចយកមួយនឹងមកខ្ញុំភ្ជាប់ KT នេះបងប្អូននេះខ្ញុំភ្ជាប់ប្រព័ន្ធ KT អញ្ចឹងខ្ញុំត្រូវជ្រើសរើសយក KT ចុចកន្លែងនេះមកដើម្បីយើងជ្រើសរើសយកក្រុមហ៊ុនទូរស័ព្ទអញ្ចឹងខ្ញុំប្រើ KT ខ្ញុំភ្ជាប់ LAN ខ្ញុំយកពាក្យក្រុម MVNO phone KT បងប្អូនខ្ញុំប្រើហ្នឹងបងប្អូនអាហ្នឹងបើយើងអត់ select វាជ្រើសរើសទៅវាអត់ឲ្យទេបងប្អូនយើង select ឲ្យបងប្អូនមើលខាងក្រោមនេះយើងដាក់អក្សរនេះទៅទៀតយើងនៅពេលដែលយើងចុចប៊ូតុងខាងក្រោមហ្នឹងគឺគេ call មកយើងចុចខាងក្រោមហ្នឹង birthday ហ្នឹងគឺយើងចុចថ្ងៃខែឆ្នាំកំណើតរបស់យើងគឺចុចឆ្នាំខែថ្ងៃបងប្អូន6ខ្ទង់ឆ្នាំចុចតាកតុយបានហើយ2ខ្ទង់ហ្នឹងចុចហ្នឹងហើយគឺយើងចុចនេះពាក្យខាងក្រោមដើម្បី call ឲ្យគេ call មកដើម្បីយើងចុច confirm ថ្ងៃខែឆ្នាំកំណើតរបស់យើងបងប្អូននេះបន្ទាប់ហើយនេះរួចរាល់ហើយបងប្អូនឥឡូវយើងចូលមកមើលកុងធនាគារទាំងអស់គ្នាបានភ្ជាប់រួចរាល់ហើយអញ្ចឹងយើងចូលមកមើលកុងធនាគារយើងហ្នឹងយើងចូលមកកន្លែងតែបងប្អូនមើលកន្លែងហ្នឹងហើយរួចរាល់ហើយបងប្អូននេះកុងខ្ញុំបានភ្ជាប់រួចរាល់ហើយហើយ B ហើយកន្លែងនេះបងប្អូនចង់លុបចេញវិញយើងចុចតែពាក្យ delete ទៅបងប្អូន account យើងចេញពីគូប៉ាំងវិញហើយរួចរាល់ហើយបងប្អូនមានតែប៉ុណ្្នឹង